ពាក្យពេចន៍បុរាណបានពោលថាគុំត្រាប់សត្វខ្លានិងសត្វខ្លែងគួរត្រាប់សត្វថ្មាតរូបអាក្រក់ផ្នែកតាំងតម្លក់តែរោគស្រនំអត់ឃ្លានមានស៊ីសង្គប់ទុំចាំស្ដាប់ឯកយំស្រែកប្រាប់កកុំត្រាប់សត្វកែជាតំណក់រឹកពីអាក្រក់ដេកតែក្របើឃើញជាតិឯងទុកខ្មងសដើរចូលមករោបចេះតែខឹងដឹងតែមួយយ៉ាងត្រង់ស្អប់គ្នារឿងខូចរឿងជាវាមិនដឹងបើឃើញគ្នាហើយកន្ទុយឆ្កឹងប្រឹងប្រែងដេញកើតប្រខំគ្នាគួរតែអួតត្រាប់សัตว์មន់ស្រុកផងគេទុំបង្កងមិនចេះរងាប្រសពរងាវចាំពេលវេលាដាស់មនុស្សដាស់មនីឲ្យគ្រប់ផងគួរត្រាប់សัจចាបគេចេះគិតគេដឹងថាចិត្តដល់ថ្ងៃពងខំហៅបំខ្មៅម្ដងមកតងយកមកគុំឆ្កងធ្វើសម្បុកកំត្រាប់សត្វខ្លែងបពូចចូលប្លន់ហ៊ានលួចកូនមន់កណ្ដាលស្រុកទោះបីឃើញមេស្រែកយំលំអុកខ្លែងនៅតែញប់ញាប់មាត់មេកើតមកជាមនុស្សកុំរស់ដូចក្រូចឆ្មាមិនដែលមានពេលផ្អែមពិសាជាតិជូរយ៉ាងណាជូរទល់ងាប់បើបានកើតមកជាមនុស្សស្វ័យវិញកាលនៅខ្ចីជូរណាស់ពេលដល់ធំទុំចាស់គេផ្អែមល្អប្រជាជាតិយើងទុកខ្មៅសកំរធ្វើបានដូចផ្លែស្វាយសំខាន់ជាងគេគឺមនុស្សស្នោតអ្នកប្រាជ្ញលោកកោតពុះបរិយាយបើសិនតែគិតទៅប្រយោជន៍ឆ្ងាយអ្នកស្រុកទាំងឡាយគេរាប់អានទោះបីគ្រាប់ស្នោតទុំក្រៀមក្រោះគេបង់គេបោះលេងរាប់អានដល់ពេលដុះរួចប្រយោជន៍បានដើមធំប្រមាណប្រាក់ប៉ុណ្ណឹងរុក្ខជាតិប្រយោជន៍ដូចដើមស្នោតបើបងប្អូនណាឆោតគិតមិនដឹងគេកាត់គេគៀបមិនចេះខឹងគិតតែប្រឹងប្រែងលូតលាស់ដីដល់ពេលដោះរួចផុតឡើងពីដីស្លឹកណាចៃចៃគេធ្វើផ្លិតបាញ់ស្បោងចាក់ស្មុកចាក់សន្តំបើអស់លោកណាចេះសំប្រើតាមចិត្តបើប្រើប្រុងព្រៀបប្រាជ្ញាល្អិតប្រើឲ្យព្រឹត្តបានប្រព័ន្ធចំណែកធៀងតូចទុកធ្វើចំណងទុកសក់ខាងខ្នងចង់សណ្ដាប់អាសាច់កណ្ដាលហាលថ្ងៃអត់ស្រាប់កបែលទុកកាប់ដុតដាំបាយដើរភ្នោតមកដើមលេងលុយកាក់បើបោកជាប្រាក់ច្រើនពាន់ផ្លាយប្រជាជាតិយើងផងទាំងឡាយគាត់បានប្រចាយដោយសារណោតសំអនុមោទនីទៀត